ញ៉ាំទឹកមួយថ្ងៃ2ទៅ3លីត្រជារឿងត្រឹមត្រូវអត់វាត្រូវតែគ្រាន់តែត្រូវមួយចំណុចវាអាស្រ័យទៅតាមការរស់នៅរបស់យើងប្រើប្រាស់ជាតិទឹកនឹងច្រើនឬអត់មានប្រជាជនរបស់យើងមួយចំនួនតែងតែនិយាយថាការញ៉ាំទឹកមួយថ្ងៃ2ទៅ3លីត្រគឺជារឿងល្អចំពោះសុខភាពតើវាពិតមែនអត់អញ្ចឹងយើងបកទៅដល់ចំណុចនេះវិញការពិតហ្នឹងគឺមានតែមួយផ្នែកទេដែលគិតថាវាត្រឹមត្រូវសួរថាខ្លួនរបស់យើងត្រូវការជាតិទឹកបានលុះត្រាតែរាងកាយរបស់យើងនឹងបាត់បង់ជាតិទឹកដែរអញ្ចឹងសួរថាបើសិនជាការរស់នៅរបស់យើងស្ថិតនៅក្នុងបរិយាកាសមួយមិនត្រូវការបាត់បង់ជាតិទឹកច្រើនការបាត់បង់ជាតិទឹកតាមរយៈការបែកញើសតាមរយៈការនិយាយច្រើនដកដង្ហើមច្រើនបត់ជើងតូចបត់ជើងធំអញ្ចឹងបើសិនជាការរស់នៅរបស់យើងមិនមានសកម្មភាពនឹងច្រើនទេអញ្ចឹងការបាត់បង់ជាតិទឹកក៏វាមានតិចដែរដូច្នេះតម្រូវការជាតិទឹកក៏វាមិនបាច់ច្រើនរហូតដល់2ទៅ3លីត្រដែរក្នុងមួយថ្ងៃផ្ទុយទៅវិញបើសិនជាការរស់នៅរបស់យើងស្ថិតនៅក្នុងបរិយាកាសមួយធ្វើឲ្យបាត់បង់ជាតិទឹកច្រើនដូចជាការហាត់ប្រាណការដើរខាងក្រៅការបែកញើសនៅក្នុងស្ថានភាពមួយក្តៅអាហ្នឹងអាចត្រូវការជាតិទឹកច្រើនជាង3លីត្រទៀតក៏មានដែរអញ្ចឹងសរុបមកវិញតកតងជាមួយផ្នត់កំណត់ដែលថាញ៉ាំទឹកមួយថ្ងៃ2ទៅ3លីត្រជារឿងត្រឹមត្រូវអត់វាត្រូវតែគ្រាន់តែត្រូវមួយចំណុចវាអាស្រ័យទៅតាមការរស់នៅរបស់យើងប្រើប្រាស់ជាតិទឹកនឹងច្រើនឬអត់